បាទជម្រាបសួរបងប្អូនយើងទាំងអស់គ្នាដែលប្រើប្រាស់សេវាកម្ម VPN Wi-Fi ហើយសម្រាប់ថ្ងៃនេះ VPN Wi-Fi ធ្វើការអាប់ដេតថ្មីដូច្នេះអានេះគឺកូដចាស់របស់យើងដែលយើងប្រើអញ្ចឹងដើម្បីទទួលបានកូដថ្មីគឺខ្ញុំបានផ្ញើចូលឆាតអញ្ចឹងខ្ញុំមានឧទាហរណ៍2ឧទាហរណ៍ទី1គឺឆាតនៅក្នុង Facebook អានេះនៅក្នុង Facebook គឺយើងសង្កត់វាឲ្យជាប់បែបនេះកត់មកជាប់បងប្អូននឹងឃើញពាក្យ copy នៅកន្លែងនេះបើអក្សរខ្មែរគឺមានពាក្យថាចម្លងអញ្ចឹងបងប្អូនត្រូវចុច copy តែបើសម្រាប់នៅក្នុង Telegram វិញគឺបងប្អូនវាចេញបែបនេះនៅក្នុង Telegram យើងសង្កត់ឲ្យជាប់ដូចគ្នាគឺវានៅខាងលើពាក្យថា copy នេះមានសញ្ញា copy នៅខាងលើអញ្ចឹងយើងចុចសញ្ញាលើនេះទៅបន្ទាប់មកយើងវិលត្រឡប់ទៅកម្មវិធី Net Mode យើងវិញហើយបងប្អូនចុចសញ្ញានេះសញ្ញាតំណភ្ជាប់នេះចុចលើវានេះមកវានឹងអូតូចូលកូដនៅក្នុងនេះដោយខ្លួនវាហើយបងប្អូនចុច import នៅពេលដែលចុច import បងប្អូននឹងបាន file មួយទៀតថ្មីដែលយើងហៅថា file ថ្មីឥឡូវនេះជា file ចាស់របស់យើងអញ្ចឹងបងប្អូន stop កម្មវិធីសិនមក stop កម្មវិធីសិនមកបងប្អូនរើសយកថ្មីដែលចូលមកមិញអានេះមានន័យថាថ្មីដែលយើង copy ដាក់មកមិញហើយយើងចំណាំពណ៌ទឹកក្រូចលឿងនៅកន្លែងនេះបើយើង select ទៅលើគឺពណ៌ទឹកក្រូចលឿងនៅខាងចុងនេះវានឹងបង្ហាញអញ្ចឹងយើងយកក្រោមfile ថ្មីតើមកយើងតេស្តមើលសិនតើវាដើរអត់ចឹងបងប្អូនតើមកយើងចុចសញ្ញានេះដើម្បីមើលមកបើមានលេខ MS អញ្ចឹងមានន័យថាវាដើរហើយអញ្ចឹងយើង stop វាសិន stop វាហើយយើងចាស់ហ្នឹងយើងអាចលុបចោលបានហើយយើងចុចធុងសម្រាមកន្លែងនេះមកពឹបហើយយើងឆ្លើយ yes តើមក file សល់តែមួយទេយើងចុចលើមួយហ្នឹងមកបាទចុចហ្នឹងមកហើយចុច play សាថ្មីវិញមកហើយយើង check មើលម្ដងទៀតទៅគឺដើរជោគជ័យអញ្ចឹងបញ្ជាក់ជូនថាបងប្អូនដែលភ្ជាប់2គ្រឿងគឺកូដមួយហ្នឹងអាចយកទៅបន្តដាក់មួយគ្រឿងទៀតបានគឺធ្វើដូចគ្នាបាទអរគុណច្រើន